ជំរាបសួរអ្នកព្យាបាលក៏ដូចជាសួស្តីកូនៗទាំងអស់គ្នានេះគឺជាវីដេអូទស្សនវិជ្ជាទូទៅនៃការធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់កសិដ្ឋានគៀតហ្វាមហើយវីដេអូនេះដែរនេះគឺជាកិច្ចចាប់ផ្ដើមនៃការជួបជុំសិស្សានុសិស្សសាលារៀនសុវណ្ណភូមិសាខាទូកីយើងដែលជួបជុំទាំងអស់គ្នានៅពេលព្រឹកម៉ោង 6:30 នាទីយើងឡើងឡានដើម្បីធ្វើដំណើរទស្សនកិច្ចសិក្សាហើយនេះគឺជាទស្សនវិជ្ជាខ្លះៗដែលយើងបានធ្វើដំណើរតាមផ្លូវឃើញថាកូនៗគាត់មានអារម្មណ៍សប្បាយរីករាយជាមួយដំណើរកម្សាន្តទស្សនកិច្ចសិក្សារបស់យើងបន្ទាប់ពីការធ្វើដំណើររបស់យើងបានរយៈពេល7ពាក់កណ្ដាលផ្លូវយើងក៏បានរៀបចំឲ្យសិស្សានុសិស្សគាត់ចេញសម្រាកបត់ដៃបត់ជើងហើយដើម្បីឲ្យគាត់ត្រៀមបន្តដំណើរទៅមុខទៀតកុំឲ្យគាត់មានបញ្ហាឈឺពោះអីផ្សេងហើយនេះគឺជាសកម្មភាពរបស់អ្នកគ្រូគាត់ហៅឈ្មោះមុននឹងយើងឡើងឡានបន្តដំណើរទៅទៀតហើយនេះគឺជាទស្សនវិជ្ជាខ្លះនៃការធ្វើដំណើរទៅកាន់កសិដ្ឋានគៀតហ្វាមហើយនេះគឺជាសាលាតាំងហោដែលយើងបានយកសម្ភារៈផ្សេងដែលមានការចូលរួមយ៉ាងច្រើនកកពីអាណាព្យាបាលក៏ដូចជាកូនទាំងអស់គ្នាក្នុងការចូលរួមឧបត្ថម្ភដល់សិស្សានុសិស្សដែលរៀននៅសាលាតាំងហោនឹងឃើញថាកូនសិស្សរបស់យើងគាត់សប្បាយរីករាយនៅពេលដែលបានចូលរួមជាមួយសាលាចូលរួមឧបត្ថម្ភសម្ភារៈផ្សេងសកម្មភាពទាំងអស់នេះកើតឡើងទៅបានដោយសារតែមានការចូលរួមយ៉ាងផុសផុលពីសំណាក់អាណាព្យាបាលគ្រប់រូបក៏ដូចជាកូនព្រមទាំងគណៈនាយកសាលាលោកបានរៀបចំនៅកម្មវិធីនេះឡើងដើម្បីជួយសម្រួលហើយមានការចែករំលែកដល់សិស្សានុសិស្សដែលគាត់ខ្វះនៅសម្ភារៈសិក្សាមួយចំនួនដែលជាសកម្មភាពល្អដើម្បីបណ្ដុះនៅស្មារតីដើម្បីឲ្យបងប្អូនយើងគាត់ចេះស្រឡាញ់ហើយរួមគ្នាលើកស្ទួយនៅក្នុងវិស័យអប់រំមិនថានៅទីណាទេមិនថាសាលារដ្ឋក៏ដូចជាសាលាឯកជនទេយើងមានធនធានយើងជួយគ្នាតាមលទ្ធភាពដែលយើងអាចធ្វើទៅបាននេះគឺជាសកម្មភាពល្អមួយជាគំរូដ៏ល្អមួយដែលបណ្ដុះឲ្យកូនគាត់មានទឹកចិត្តក្នុងការចូលរួមជួយសង្គមនេះគឺជាមេរៀនជីវិតមួយជាបំណិនជីវិតមួយដែលយើងក្នុងនាមជាអាណាព្យាបាលក៏ដូចជាលោកគ្រូអ្នកគ្រូបានដឹកនាំបងប្អូនដើម្បីឲ្យគាត់យល់ដឹងបន្ថែមអំពីតម្លៃនៃការសិក្សារៀនសូត្រនិងតម្លៃនៃការចែករំលែកសេចក្តីល្អទៅកាន់មនុស្សជុំវិញខ្លួនមិនថាគាត់នៅទីណាទេយើងអាចធ្វើទៅបានយើងចូលរួមទៅបានយើងចូលរួមជួយយើងចូលរួមចែករំលែកទាំងអស់គ្នានៅពេលដែលយើងមានមេរៀនជីវិតជាក់ស្ដែងបែបនេះសិស្សានុសិស្សគាត់មានស្មារតីហើយនឹងសេចក្តីស្រឡាញ់នឹងការចែករំលែកទៅកាន់អ្នកចំនួនក្រោយបន្តទៅទៀតមិនថាពីចំនួនមួយទៅចំនួនមួយទេនៅពេលដែលមានការខ្វះខាតចឹងបងប្អូនគាត់មានស្មារតីក្នុងការចូលរួមព្រោះការចូលរួមទៅបានអាស្រ័យនឹងការដឹកនាំរបស់អាណាព្យាបាលក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ដើម្បីឲ្យគាត់ចេះស្រឡាញ់នៅសេចក្តីល្អចេះចែករំលែកហើយយល់ដឹងអំពីតម្លៃនៃការអប់រំហើយគាត់យល់ដឹងនៅពេលដែលប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើនប្រទេសជាតិរបស់យើងក៏មានការរីកចម្រើននិងអភិវឌ្ឍជឿនលឿនទៅបានដែរប្រសិនបើប្រជាពលរដ្ឋខ្វះការយល់ដឹងបងប្អូនខ្វះការអប់រំអញ្ចឹងប្រទេសជាតិរបស់យើងក៏មានការអន់ថយទៅតាមនឹងដែរដូច្នេះការចែករំលែកការអប់រំជាគ្រឹះដ៏រឹងមាំរបស់យុវជនយើងជំនាន់ក្រោយជាតំពាំងជំនាន់ក្រោយដែលយើងអាចធ្វើឲ្យប្រទេសជាតិនឹងរឹងមាំទៅបានអញ្ចឹងការចែករំលែកថ្ងៃនេះជាការសេចក្តីល្អមួយដែលចូលរួមយ៉ាងផុសផុលពីអាណាព្យាបាលគ្រប់រូបដែលគាត់បានចូលរួមឧបត្ថម្ភធ្វើឲ្យកូនគាត់ចេះចែករំលែកនៅសេចក្តីល្អទៅកាន់សិស្សានុសិស្សដទៃទៀតអញ្ចឹងដោយអំណាចនៃបុណ្យកុសលនិងការជួយឧបត្ថម្ភផ្សេងសូមឲ្យអាណាព្យាបាលគ្រប់រូបក៏ដូចជាសិស្សានុសិស្សទាំងអស់លោកគ្រូអ្នកគ្រូទទួលបាន
បាននៅមេផលទទួលបាននៅសេចក្តីល្អសុភមង្គលគ្រប់ក្រុមគ្រួសារទាំងអស់ហើយអនុមោទនាត្រេកអរនៅអ្វីដែលយើងបានចែករំលែកនៅក្នុងថ្ងៃនេះដែលឡែកចំពោះសកម្មភាពនៅក្នុងការចែករំលែកនេះដែរលោកគ្រូអ្នកគ្រូក៏ដូចជាគណៈនាយកអត់បានរៀបចំឲ្យបងប្អូនចូលរួមចែករំលែកបានគ្រប់គ្នានោះទេដោយសារតែពេលវេលារបស់យើងមានកំណត់ហើយណាមួយសិស្សរបស់យើងក៏ច្រើនអញ្ចឹងគ្រាន់តែតំណាងសិស្សានុសិស្សខ្លះដើម្បីឲ្យគាត់ចូលរួមចែករំលែកសម្ភារៈទៅកាន់បងប្អូនសិស្សានុសិស្សនៅទីនោះហើយបន្ទាប់ពីការចែករំលែកនេះហើយឃើញថាបងប្អូនគាត់មានអារម្មណ៍សប្បាយរីករាយនៅអ្វីដែលគាត់បានចូលរួមសកម្មភាពនៅក្នុងថ្ងៃនេះដែរហើយបន្ទាប់ពីយើងបានចែករំលែកនៅសម្ភារៈសិក្សាទៅកាន់បងប្អូនសិស្សានុសិស្សហើយក៏បានបន្តដំណើរទៅកាន់កសិដ្ឋានគៀតហ្វាមបន្តទៀតហើយនេះគឺជាទស្សនវិជ្ជាទូទៅដែលបងប្អូនគាត់សប្បាយនៅពេលដែលមកដល់កសិដ្ឋានក៏ប៉ុន្តែនៅក្នុងថ្ងៃនេះដែរឃើញថាអាកាសធាតុมันជាអំណោយផលប្រហែលទេដោយសារតែថ្ងៃនេះមេឃរៀងក្តៅបន្តិចហើយតើទៅនឹងអាកាសធាតុនៃខាងសាលាក៏បានរៀបចំមុខនឹងត្រូវពេលនឹងអាកាសធាតុនឹងក្តៅហើយបានរៀបចំឲ្យបងប្អូនមានមួកមានអីពាក់គ្រប់គ្នាហើយនៅពេលដែលយើងមកដល់កសិដ្ឋានហ្នឹងក៏មិនទាន់ឲ្យបងប្អូនដើរមើលសត្វអីផ្សេងច្រើននោះទេគ្រាន់តែមើលនៅក្នុងទស្សនវិជ្ជាខាងក្នុងក៏បានឲ្យគាត់ទៅរៀបចំនៅកន្លែងញ៉ាំអាហារដែលខាងកសិដ្ឋានជាអ្នករៀបចំនៅម្ហូបអាហារនឹងផ្ទាល់សម្រាប់បងប្អូនក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះហើយនេះគឺជាទស្សនវិជ្ជាដែលបងប្អូនសម្រាប់ញ៉ាំអាហារថ្ងៃត្រង់នៅមាត់អូដែលនៅក្នុងកសិដ្ឋានហ្នឹងមានអូមានទឹកត្រឹមជង្គង់ដែលនៅជាប់នឹងកសិដ្ឋាននឹងតែម្ដងហើយនេះគឺជាទស្សនវិជ្ជាលោកគ្រូអ្នកគ្រូគាត់បានចូលរួមញ៉ាំអាហារហើយបន្ទាប់ពីយើងញ៉ាំអាហារហើយក៏សម្រាប់បន្តិចក៏មានការថតរូបទុកជាអនុស្សាវរីយ៍ដើម្បីឲ្យបងប្អូនចងចាំនៅដំណើរកម្សាន្តទស្សនកិច្ចសិក្សានេះដែរហើយនឹងជាដំណើរមួយដែលយើងបានធ្វើដំណើរយ៉ាងសប្បាយរីករាយហើយយើងបានចូលរួមនៅការចែករំលែកនៅសេចក្តីល្អចែករំលែកនៅសម្ភារៈផ្សេងទៅកាន់សិស្សានុសិស្សដែលសកម្មភាពទាំងអស់នឹងកើតឡើងទៅបានដែលមានការចូលរួមអំពីសំណាក់អាណាព្យាបាលក៏ដូចជាគណៈនាយកលោកគ្រូអ្នកគ្រូគ្រប់រូបដែលបានចូលរួមសកម្មភាពយ៉ាងផុសផុលដើម្បីឲ្យបងប្អូនបង្កើតបាននូវទស្សនវិជ្ជាមួយសប្បាយរីករាយក៏ដូចជាការសិក្សារៀនសូត្រព្រោះដំណើរកម្សាន្តនេះជាដំណើរកម្សាន្តទស្សនកិច្ចសិក្សាផងដើម្បីឲ្យបងប្អូនយល់ដឹងពីបំណិនជីវិតផងដើម្បីឲ្យបងប្អូនយល់ដឹងពីមេរៀនជីវិតជាក់ស្ដែងនៅក្នុងការចូលរួមដំណើរក្នុងសង្គមហើយគាត់រៀនការរួមរស់ជាមួយនឹងសង្គមហើយឲ្យបងប្អូនចេះស្រឡាញ់អំពីបរិស្ថានជាពិសេសយល់ដឹងពីការរស់នៅជាមួយនឹងសង្គមមិនថាការរស់នៅជាមួយធម្មជាតិក៏ដូចជាការរស់នៅជាមួយសត្វផ្សេងនោះទេព្រោះសូម្បីតែសត្វក៏គាត់រស់រានមានជីវិតទៅតាមបែបធម្មជាតិរបស់គាត់ហើយមនុស្សយើងក៏ត្រូវការធម្មជាតិដើម្បីរស់រានមានជីវិតដូចជានេះទៅនៅដំណើរកម្សាន្តនេះគឺថាល្អដែលបងប្អូនបានយល់ដឹងអំពីតម្លៃនៃការអប់រំអំពីដំណើរកម្សាន្តហើយបងប្អូនបានមើលទស្សនវិជ្ជាផ្សេងនៅក្នុងកសិដ្ឋានដែលមានការរៀបចំជាកន្លែងសម្រាប់ចិញ្ចឹមសត្វហើយនឹងផ្ដល់ចំណីផ្សេងឃើញថាទស្សនវិជ្ជានេះស័ក្តិសមនៅអ្វីដែលបងប្អូនមកទស្សនកិច្ចសិក្សាដូច្នេះសរុបរួមមកវិញអំពីការទស្សនាវីដេអូដំណើរកម្សាន្តទស្សនកិច្ចសិក្សារបស់បងប្អូនសិស្សានុសិស្សក៏សូមអរគុណចំពោះគណៈព្យាបាលក៏ដូចជាគណៈនាយកដែលមានទំនុកចិត្តផ្ដល់ឱកាសឲ្យកូនបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សានៅក្នុងបញ្ចប់ឆមាសរបស់យើងហើយសង្ឃឹមថាបងប្អូនបន្តអំពីទទួលបាននៅ
ការធ្វើដំណើរកំសាន្តទស្សនកិច្ចសិក្សានឹងទៅបងប្អូននឹងខិតខំប្រឹងរៀនសូត្រហើយយកមេរៀនបំណិនជីវិតថ្ងៃនេះទៅខំប្រឹងអភិវឌ្ឍខ្លួនក៏ដូចជាខំប្រឹងសិក្សារៀនសូត្របន្ថែមដើម្បីឲ្យយើងកាន់តែមានបញ្ញាស្មារតីល្អនឹងក្លាយជាកូនល្អរបស់ប៉ាម៉ាក់ហើយក៏ក្លាយជាធនធានល្អនៅក្នុងសង្គមផងដែរ